បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំមកបង្ហាញការងារនៅហាងកាហ្វេ Coffee Plus នៅបាទទួលសកែនៅម្ដុំសាសំហានបងប្អូនណាបាទនៅនឹងមានទាំងក្រាសាំងទាំងហាងកាហ្វេនេះជាគំនូរដែលខ្ញុំគូបាទរួចរាល់ហើយ100%បងប្អូនណាស្អាតអត់បងប្អូនព្រោះដោយសារតកែគាត់ពេញចិត្តតែគូតែ logo ទេបងប្អូនណាបាទអញ្ចឹងក៏អត់មានត្រូវការរូបអីបន្ថែមទៀតទេហើយឥឡូវទៅមកទស្សនាមើលខ្ញុំកំពុងតែគូគំនូរបាទនេះហាងកាហ្វេបាទអញ្ចឹងដំបូងគឺខ្ញុំបានព្រៀងរួចរាល់ហើយកាលពីវីដេអូមុនឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់បាទពណ៌បាទដាក់ថ្នាំបាទដើម្បីរំលេចឲ្យរូបភាពហ្នឹងកាន់តែស្រស់ស្អាតបងប្អូនណាបាទអញ្ចឹងបងប្អូនឃើញគ្រាន់តែមើលឃើញការព្រៀងនៃរូបភាពក៏ដឹងថាមើលទៅស្អាតដែរអញ្ចឹងចាប់ផ្ដើមយើងដាក់ពណ៌ហើយមិនដឹងថាស្អាតបាទប៉ុណ្ណាហើយដូចពេលដែលគូហើយបាទម្ចាស់ហាងគាត់ថាអូបងឯងគូមកដូចលិចធ្លោដូចតែតែពេលដែលគូព្រៀងដំបងគាត់ថាដូចជា 2D ឯងដល់ពេលដែលមានថាអត់តន់ដែរទេដល់ពេលយើងដាក់ថ្នាំមកគាត់ថាដូច 3D អញ្ចឹងផុសមកអញ្ចឹងណាបាទហើយក៏អរគុណម្ចាស់ហាងដែលតែងតែបាទសរសើរហើយនឹងស្រឡាញ់ទឹកដៃរបស់ខ្ញុំបាទសីហាហើយក៏បងប្អូនដែលគាត់ចង់បានគំនូរដ៏ស្រស់ស្អាតបាទគូដាក់ហាងកាហ្វេមិនថាភោជនីយដ្ឋានបាទឬក៏រមណីយដ្ឋានផ្សេងដូចជាបាទវត្តអារាមឬក៏ស្ថានភាពផ្សេងបងប្អូនអាចកំងខ្ញុំបាទគូបានមិនថាតារូបបាទហាងកាហ្វេអញ្ចឹងឯងបើរូបអីផ្សេងឲ្យតែបងប្អូនមានរូបភាពមកខ្ញុំងាយស្រួលនឹងគូឲ្យតែម្ដងហើយហាងកាហ្វេផ្សេងដែលបងប្អូនមិនថាតា Coffee Plus ទេហាងកាហ្វេផ្សេងក៏បងប្អូនអាចកំងឲ្យខ្ញុំបាទគូបានដែរណាបងប្អូនណាបាទនេះបាទចិត្តរួចរាល់ហើយអញ្ចឹងបងប្អូនទស្សនាទៀតនឹងមើលដល់ចប់វីដេអូទៅឃើញថាខ្ញុំគូបញ្ចប់ហើយបងប្អូនណាបាទចឹងខ្ញុំតម្រាំតាគូហើយនិយាយទៅរយៈពេលដែលខ្ញុំគូហ្នឹងរយៈពេលដូចជា3ថ្ងៃប៉ុន្តែគាត់ថាដោយសារខ្ញុំរវល់ជាមួយនឹងការងារ insurance អញ្ចឹងខ្ញុំមកតែល្ងាចទេខ្ញុំគូបានតែពេលល្ងាចអញ្ចឹងណាបាទពេលល្ងាចខ្ញុំមកបង្ហាញការងារបានវាយខ្ទង់4-5ម៉ោងដល់យប់អញ្ចឹងណាហើយខ្ទង់ម៉ោង7 8 9អីចឹងបាទខ្ញុំចប់ការងារបាទនិយាយទៅខ្ញុំរវល់បងប្អូនអត់មានពេលដោយពួកចៅប្រចាំតែយកថតរបស់ខ្ញុំដល់ឆាតញ៉ែស្រីទេព្រោះខ្ញុំរវល់ជាមួយនឹងការងារខ្ញុំធ្វើការខាង insurance បាទមិនយូរឡាយផងមកគូគំនូផងហើយបើតនេបើអត់មានការងារមានគេហៅថតទៅថតសម្ដែងជាបាទជារឿងឬក៏ MV ផ្សេងទៀតឥឡូវនេះការងារថតរបស់ខ្ញុំអត់សូវមានទេបាទតែខ្ញុំរវល់ជាមួយនឹងការងារគំនូរនិងការងារ insurance ណាបងប្អូនណាបាទអញ្ចឹងបងប្អូនដែលគាត់ស្រឡាញ់បាទនេះជា logo បាទដែលខ្ញុំគូហ្នឹងអញ្ចឹងបងប្អូនដែលស្រឡាញ់គំនូរបាទស្រស់ស្អាតដូចនេះជួយបាទជួយ share ម្នាក់មួយផងហើយមានចម្ងល់ទេអាចសួរបានអញ្ចឹងអរគុណសម្រាប់ការតាមដានវីដេអូនេះពីដើមដល់ចប់ជួបកុំភ្លេចជួយ share បានច្រើនផងណាអរគុណជម្រាបលាបងប្អូនទាំងអស់គ្នាបើស្រឡាញ់បាទជួយ share បានច្រើនបាទតម្លៃសមរម្យទេបងប្អូនណាបាទ